ตลาดช่วยจับจังดันรัชไปต้นจังหวะอัดเกอร์Extreme Fire Battle Championship ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter Extreme Camera Fire Battle Championship គូអន្តរជាតិទី5គឺជាគូប្រកួតអន្តរជាតិទឹកទី1 Round 1បាទលោកស្រីមានកញ្ញាជាទីមេត្រីយើងជាបន្តការប្រកួតបាគូពិសេសអន្តរជាតិគូទី5ដែលជាការប្រកួតដណ្ដើមពានមាសអាយ៉ាបង្គំជាកីឡាករ Tyler Hogan មកពីទីក្រុងឡុងអង់គ្លេសមកប៉ះជាមួយទាហានក្តាយច័ន្ទហុងសវណ្ណច័ន្ទសុធីដើរចូលសុធីគាត់ជើងក្រោមមួយអាយ៉ាដាក់ជើងមកវិញតែស្រាលទេញាក់ទៅញាក់មកបាទម្ចាស់ខ្សែក្រវ៉ាត់ទៅតំបន់អឺរ៉ុបណាដាក់ទុកចាក់អាយ៉ាកាប់ចាំងកន្លែងនេះមួយសិនសុធីកាត់ទៅវិញចាក់ជើងក្រោមមួយសុធីខាមកដៃមិនដល់ទេដាក់ទុកមួយគេហៅថាច្រត់អេសេរបស់សុធីដើរចូលចាក់ជើងក្រោមមួយខាច់ចាក់ជើងក្រោមមួយទៀតរបស់ Hogan ហើយលើ Hogan សុធីកាត់ទៅអីយោយដួលកន្លែងនេះអុកគុំទៅបាននៅលើសមានអត់អីទេចាក់ជើងក្រោមមួយទៀតអាយ៉ាចង់លេងជាមួយទាហានក្តាយច័ន្ទលើជើងក្រោមសុធីចាក់វិញសុធីទាត់តំបន់ខាងលើតែអត់ត្រូវទេចូលចលោទៅចលោមកសុធីថយបន្តិចសិនសុធីថយចាំមើលណាបាទកីឡាករណាទទួលបានជ័យជំនះក្រាបពៀនមួយអមដោយប្រាក់រង្វាន់4លានរៀលកែងរស់របស់ហុងសវណ្ណច័ន្ទសុធីថយតិច Hogan Hogan ដែលចូលហើយលើ Hogan ចូលក្តាប់ដៃខាងស្ដាំមួយរបស់សុធីអត់អីទេកានេះឡៅរចនាមកឲ្យទឹកដល់សុធីចលោគាត់មកជើងចាប់ជើងជប់អាយ៉ាចាក់ជើងក្រោមមួយសុធីចូលមកដៃរបស់សុធីនេះ5ទឹកណាបងប្អូនបាទចេញពីគូនេះសល់2គូចុងក្រោយគឺការប្រកួតដណ្ដើមខ្សែក្រវ៉ាត់និងការពារខ្សែក្រវ៉ាត់ហើយរៀនជាប់លោកគ្រូអញ្ញាការាលលោកគ្រូឆៃសុជាតិញែកកីឡាករទី2បន្តទៅទៀតការប្រកួតនេះដើរចូលគីឡូមួយសុធីលេងជើងសុធីលេង3ជើងអាយ3ជើងតែ Hogan នឹងអត់អីតិចអត់កើនតិចបាទមើលទៅដូចមិនតំណងទេព្រោះយ៉ាងមិនតំណងហើយបែរជាឆ្ងាញ់ចូលបន្តទៀតចលោទៅចលោមកទាត់ជើងក្រោមមកជើងនេះហុងសវណ្ណច័ន្ទទីដូច្នេះនេះគេថាអគ្គនាយកបន្តវេនលោកនឹងឧបត្ថម្ភលើកទឹកចិត្តបន្ថែម2លានរៀលនេះដល់ឈ្នះហ่าបងប្អូនបាទអាយ៉ាកន្លែងទីខោរបស់សុធីក្តាប់ដៃខាងស្ដាំថៃលើ Hogan ចូលញុលដៃខាងស្ដាំមួយសិនសុធីនៅតែថយខោមកដៃទាត់មកជើងទៀតអាយមកជើងប៉ើងតែអត់អីទេ Hogan នៅដើរចូលចលោធាក់ទុកមួយសិនរបស់សុធីថយហើយថៃលើ Hogan ក៏គាត់ដើរចូលសុធីលេងមកជើងចាប់ជើងគាត់អាយអត់ធ្វើអីកើតទេអត់ធ្វើអីកើតដើរចូលចូលមកដៃចាប់ទឹកទី1គុនជាប់ទឹកទី1ណែទឹកចេញក្រៅ Extreme Camera Fire Battle Championship គូអន្តរជាតិទី5គឺជាគូប្រកួតអន្តរជាតិទឹកទី2 Round 2ទឹកទី2ចាប់ផ្ដើមមកហើយហុងសវណ្ណច័ន្ទសុធីនិងថៃលើ Hogan កីឡាកររបស់ចក្រភពអង់គ្លេសមកពីទីក្រុងឡុងតាមតឡាយស្ដាប់មកមួយទីហុងសវណ្ណច័ន្ទសុធីដើរចូលពីថៃលើ Hogan ដើរចូលកាប់តឡាយស្ដាប់មកមួយទៀតអត់រង្គើទេដើរចូលពី Hogan បោះជង្គង់ស្ដាំមកកាច់គ្រាកមកកន្លែងនេះកាច់កកដូចកាច់កតៃទួអូយលោកអញ្ញាក្តាប់ថាញេអេក្តៅស្លឹកតាជាបដ ாய்ថៃលើ Hogan បាក់ដៃគ្នាមកមួយសិននៅតែញាក់ដើរចូលពីថៃលើ Hogan រងពុកមិនចាំស្ដាប់កាប់តឡាយស្ដាំសមួយទៀតនៅដើរចូលដល់ពី Hogan ពួង1.8 ម៉ែត្រញាក់មកមួយហេអាស្ដាំទល់បាទច្រត់អេសីនៅតែញាក់ដើរចូលទៅទៀតរងពុកមិនចាំឆ្វេងកាច់អត់ដួលទេនៅតារាចូលដល់ឯពីថៃលើ Hogan ទៅលើហុងសវណ្ណច័ន្ទសុធីការប្រកួត5ទឹកណាបងប្អូនណាគាត់ជើងក្រោមកាប់តឡាយស្ដាំមួយទៀតអត់គឺនៅដើរចូលរងានៅញាក់ដើរចូលទៅទៀតពីថៃលើ Hogan គាត់ជើងក្រោមពីថៃលើ Hogan ណែប្រយ័ត្នជើងក្រោមធាក់ឆ្វេងហុងសវណ្ណច័ន្ទសុធីណែរកពុកច័ន្ទ
ឆ្វេងធាក់ស្រាំទល់មកវិញបាទចូលអត់ចង់ចោះណានៅទីញាក់ដើរចូលពីថៃលើហើយកែច្បាស់ណាខ្ញុំណាបាទណាចូលទៅទៀតបាទចូលធាក់ឆ្វេងទាត់ចង្ក្រោមទៀតពីថៃលើហើយកែថៃលើហើយកែឃើញជើងហើយចូលទៅទៀតកែឆ្វេងវិញបោះជង្គង់ឆ្វេងរៀបមករំដោះខ្លួនចេញពីហងស្វានចន្ទសធីរំដោះខ្លួនចេញឬមិនចេញមិនចេញទេស្អិតដូចកោតាំងម៉ែស្អិតណាស្អិតមែនទេស្អិតណាអូមិនលេងសើចទេណាមិនលេងសើចទេនៅដើរចូលពីថៃលើហរហ្គែនមានក្រេឌីតតាមទៅណែញ៉ាដើរចូលទាត់ជើងក្រោមពីថៃលើហរហ្គែនកាប់តម្លៃស្រាំដល់ស្រាំចូលមកវិញដូចគ្នាពីហងស្វានចន្ទសធីនៅតែញ៉ាដើរចូលពីថៃលើហរហ្គែននៅតែញ៉ាដើរចូលពីថៃលើហរហ្គែនទាត់ជើងក្រោមមកមួយពីថៃលើហរហ្គែនកាប់តម្លៃទាត់ជើងក្រោមមកវិញទៀតពីហងស្វានចន្ទសធីហោមួយកាប់តម្លៃឆ្វេងចាប់ជើងគ្រាប់លុកអាស្រាមមកមួយកាប់ទាត់កាប់កាត់មួយទៀតនៅកណ្ដាលចូលពីថៃលើហរហ្គែនទាត់ជើងក្រោមពីហងស្វានចន្ទសធីទាត់ទៅវិញហើយទាត់វិញហើយកំឡុងមើលអត់ដាក់នេះញាក់មកមួយពីហងស្វានចន្ទសធីខ្ពស់ណាស់គេ1.8 ម៉ែត្រណាគាត់ជើងក្រោមពីហរហ្គែនទៅលើហងស្វានចន្ទសធីដើរចូលពីហរហ្គែនគាត់ជើងក្រោមពីហងស្វានចន្ទសធីផុតកាប់តឡាឆ្វេងចាប់ជើងដល់ឆ្វេងគាត់ជើងក្រោមអត់កើអត់កើអេនៅដើរចូលគាត់ជើងក្រោមកាប់តឡាស្ដាំនៅដើរចូលទៅទៀតគាត់ជើងក្រោមអត់អីទៀតរឹងមកเลยបាទញ៉ាដើរចូលពីហាក់ថៃលើហរហ្គែនមែនស្រួលទេ Extreme Cambodia Fire Battle Championship គូអន្តរជាតិទី5គឺជាគូប្រកួតដណ្ដើមពានទឹកទី3 Round 3បាទឥឡូវនេះយើងមកទស្សនាគូពិសេសអន្តរជាតិបាត់ទឹកទី3ហងស្វាន់ចន្ទសធីបង្គោលក្រហមហូកែនមកគប់ជាទាត់មួយរងជាប់គីឡូបោះជើងមួយលូកស្រាំមួយពេញបឹកអូហើយខៅឆ្វេងស្រាំចាប់ជាប់គ្រាជង្គង់របស់សធីកៃរបស់ហូកែនអូហើយចេញបោះកៃពីរបស់ចូលហើយកៃចូលកៃរបស់ហូកែនអូយហូមួយកៃទៅហើយហងស្វាន់ចន្ទសធីគីឡូនេះណាចេញហូកែននៅដើរចូលតក់ជើងចោលរបស់សុធីហូកែនរឹងណាស់កីឡាករអង់គ្លេសរូបនេះហូកែននៅដើរចូលធាក់ទុំរបស់សុធីហូកែនតក់ជើងចោលកាត់គោលមួយរបស់សុធីហូកែននៅដើរចូលរឹងមែនទេធាក់មួយរបស់ហូកែនតៃលើហូកែនធាក់របស់សុធីវិញហូកែននៅដើរចូលសម្លឹងតក់ជើងចោលរបស់ហូកែនមួយសុធីលុកឆ្វេងតក់តមួយរបស់ហងស្វាន់ចន្ទសធីហូកែននៅដើរចូលហៅឆ្វេងស្រាប់តទៅទៀតហើយទៅឲ្យលុកស្លាមរបស់ហុងស្វាន់ចន្ទសធីគីឡូយ៉ាងណាហើយហូកែនទឹកជើងក្រោមមួយលុកហៅទឹកទៅមួយរបស់អីលើកែនហូកែននៅដើរចូលខៅឆ្វេងរបស់សុធីហូកែននៅដើរចូលជើង1 2ចង្វាក់ដេលេទៅហើយមានអាចចេញមុនអាវុធមានអាចចេញមុនគីឡូចុះគីឡូឡើងលុកខ្លួនយ៉ាងណាវាយទឹកជើងក្រោមរបស់ហូកែនគីឡូរបស់ហូកែនលុកស្ដាំរបស់ហូកែនមួយលុកឆ្វេងស្ដាំទៀតតត់ចូលរបស់ចន្ទសធីអូយហូកែនដើរចូលខៅឆ្វេងមួយអត់ចំហូកែនដើរចូលតត់ជើងឆ្វេងមួយកាត់ជើងជាប់ទីទួលលោកគ្រូញ៉ាកដាលបាទចាប់គេដល់ការប្រកួតទៀតហូកែននៅទៅដើរចូលសម្រាប់ទឹកទី3នេះសុធីថយដល់មិនចេញទេសម្លឹងមើលចលោតក់ជើងក្រោមគល់ផ្លូវមួយរបស់ហងស្វាន់ចន្ទសធីទៅហើយចូលទៀតហើយទៅតមកសុំបាត់ពេញស្អាមួយនេះហើយស្អាមួយទៀតរបស់ហងស្វាន់ចន្ទសធីលុកពេញអត់ពេញអត់តក់មួយទៀតអូហូទេលេមួយពីរល្អមែនទេទៀតហើយហូកែននៅដើរចូលអត់ខ្លាចបញ្ចាក់ទឹកដីទេចលោតក់ជើងក្រោមមួយសុធីកៅស្អាមួយទៀតលុកស្អាមួយទៀតអូហូយហូកែននៅដើរចូលរឹងមែនទេធាក់ទុករបស់ហងស្វាន់ចន្ទសធីហូកែននៅដើរចូលសម្លឹងកៅជួយស្អាតទឹកសងមួយទៀត1 2ពីហងស្វាន់ចន្ទសធីហូកែនធាក់ទុករបស់ហងស្វាន់ចន្ទសធីទឹកស្រាមមួយទៀតរបស់ហងស្វាន់ចន្ទសធីហូកែនអត់ខ្លាចទេដើរចូល3ទឹកដើរចូលចលោទឹកជើងក្រោមរបស់ហូកែនទឹកសងវិញរបស់សុធីកត់លើវាយមកគោះហើយទឹកជើងចាប់បុកកែងមួយវិញអត់បញ្ហាដើរចូលទៀតរបស់ហូកែនសុធីកំពុងតែសម្លឹងមើលកៅជួយស្ដាំតក់សងមួយទៀតរបស់សុធីធាក់ទឹកជើងឆ្វេងចាប់ជើងជាប់បាត់កែងទៅហើយ Cambodia Fire Battle
Battle Championship គូអន្តរជាតិទី5គឺជាគូប្រកួតដណ្ដើមពានទឹកទី4 Round 4 បាទលោកស្រីនាងកញ្ញាជាទីមេត្រីបាទគូទីកណាជោគូទី5បាទទឹកទី4ដែលជាការប្រកួតយកពានមាសបាត់ Fire Battle Championship ធាក់ទុកមួយហងសវណ្ណច័ន្ទសន្ធីចាក់ជើងក្រោមរបស់សន្ធី Tyler Hugen បាទកីឡាករមកពីអង់គ្លេសចលោទៅចលោមកសន្ធីថយតែថយໄວបាទថយໄວថយនេះគឺរកចន្លោះចន្លោះឲ្យឃើញបាទនៅពេលដែលរកឃើញខ្ញុំចូលចាក់បើថាអត់ទាន់ឃើញទេអត់ហ៊ានចាក់ទេមួយដើរចូលសន្ធីខោក្តាប់ដៃខាងស្ដាំថយក្រោយទីសិនចលោចាក់ជើងក្រោមដូចគ្នារឹងណាស់លុកក្តាប់ដៃខាងឆ្វេងមួយទៀតរបស់សន្ធីញាក់ដើរចូលវាយទៅលើធុងទឹកម៉ាំងបាញ់ទឹកចាយអត់អីទៀតដើរចូលរបស់តត់មកជើងអូយមកជើងអត់អីបន្តិចក្បាលពោះរបស់ Hogan គីឡូគៀងធាក់ទុកចាក់ជើងក្រោមមួយរបស់ Hogan ជើងក្រោមមួយទៀតរបស់សុធីអាយយអត់ទៅទីរាកន្លែងនេះមួយអ្នកណាចេញមុនសុធីធាក់ទល់ច្រត់អេសីមួយកន្លែងនេះសុធីថយថយអត់ໄວតែថយមួយថយໄວនេះក៏ថយໄວពីបាក់តិចលូកក្តាប់ឯងតត់មកជើងទៀតលើដៃទុកទាន់អត់ជាដៃចូលនៅតែចូលដល់ដែរបើសម្រាប់កីឡាករ Tyler Hugen បាត់ជើងរបស់សុធីចលោកាត់តាំងធំអូយដេញគៀងហ្មងណាTyler Hugen នេះគៀងយកហ្មងលោកគ្រូអញ្ញាក៏ដល់ប្រាប់ហើយណាថាសុធីកំថយពេកបែបជាបចូលដើរចូលក្តាប់ដៃក្តាប់មួយធ្វើមួយទាត់ជើងក្រោមមួយរបស់សុធីចូលបានមាត់ដៃឯងក៏ថែមមួយជើងទៀតចលោយកទៅចលោមកចាក់ជើងក្រោមរបស់សុធីព្យាយាមដេញចូលចាក់ជើងក្រោមមួយទៀតសម្លឹងដើម្បីរកចំណុចខ្សោយដើម្បីរកចន្លោះកន្លែងណាដែលត្រូវញ៉ាំបានចាំចាក់ជង្គង់របស់សុធីកាច់ទៅកាច់មកជង្គង់របស់ Tyler Hugen សុធីចាក់សោជាប់កន្លែងនេះលោកគ្រូអញ្ញាករាលោកគ្រូខែទឹកចិត្តក៏ញែកគេកីឡាករទាំងពីរសិនបាទអ្នកឈ្នះបានពានមាសអមដោយប្រាក់រង្វាន់4លានរៀលដែលចូលរបស់សន្ធីព្យាយាមដេញបន្តទៀតពេលវេលាតោគៀងមែនទែនព្យាយាមដៃចូលចាក់ជើងក្រោមទាត់បន្ថែមទៀតអត់អីទៀតចូលកន្លែងនេះកន្លែងចាញ់បានវឿនជាមួយអតិទេពកន្លែងនេះអត់អីទេសន្ធីទាត់លើទាត់ក្រោមព្យាយាមដៃចូលលើកជើងចលោទៅចលោមកមិនទាន់ចេញទេចាប់ទឹកទី4 Extreme Cambodia Fire Battle Championship គូអន្តរជាតិទី5គឺជាគូប្រកួតដណ្ដើមពានទឹកទី5ដែលជាទឹកដោយប្រត់ Final Round បាទទឹកទី5គឺជាទឹកកាត់សេចក្តីចុងក្រោយហងសវណ្ណច័ន្ទសុធីឬក៏ Tyler Hugen បាទពានមាស Extreme Cambodia Fire Battle Championship ហងសវណ្ណច័ន្ទសុធីក្រហមជាកីឡាករ Tyler Hugen កីឡាកររបស់អង់គ្លេសអាយយស្ដាំមួយឆ្វេងមួយរបស់សុធីលោតទៅលោតមកអាយ៉ាចង្វាក់ដៃលឿនតែចាំមើលតែចេញធាក់ទុកមួយសិនធាក់ទុកមួយទៀតហើយក្រោយបន្តិចរបស់សន្ធីដើរចូលម៉ាំងបាញ់ទឹកខ្ចាយកន្លែងនេះម៉ាំងបាញ់ទឹកខ្ចាយអត់អីចាប់ចាក់ជង្គង់របស់ Hugen អូយ Hugen នេះកែងជង្គង់មកកាផ្លេបាទដើរចូលបន្តទៀត Hugen នៅតែដើរចូលសុធីថយបន្តិចថយដើរចូលអាយ៉ាអាមេបំរុងធាក់បាទថយទៀតណាទេបាទ Hugen ដេញវាយហើយដេញហើយរបស់ញ៉ាំដល់វាយដល់មួយណែតុកទឹក5បដូរនេះទេអត់មែនទៅថយទីម៉ែនេះណាតែកាត់តឡាឆ្វេងកាត់តឡាចូលវិញថយទៀតបានចឹងទីថយទៀតអូយកែងពី Hugen គ្រាបោះជង្គង់ស្ដាំជង្គង់ទៅវិញទៅមកចូលទៅគ្រាបោះជង្គង់ដេញចូល Hugen អ្នកខ្ញុំមកលេងទទួលខ្ញុំឲ្យបានឆ្ងាញ់តិចទៅមើលអូយមកកែងរបស់ Hugen មិនដឹងពុកកើមស្ដាំបាត់ហើយហុំសម្បត្តិចាំទីដើរចូលពី Hugen ហើយលើ Hugen នៅដើរចូលរហូតមកចាំឆ្វេង
បាទពីហងស្វានទីណែហូកតែចូលមកណែហូកតែចូលមកហេឆ្វេងដេញពីហូកចូលទៅទៀតបោះជង្គង់ស្ដាំបោះជង្គង់ទៅទៀតបោះជង្គង់រួយជាប់ដល់មកទីចុងក្រោយណែលោកអាចារ្យកណ្ដាលនិយាយចេញ5ទឹកហើយចុងទឹកទី5ហើយបាទមើលទៅជាការស្ដាំរបស់ហងស្វានចន្ទសទ្ធីពកធំណាស់ដោយសារខ្លែងកែងនៅកັບចានទៅទៀតដល់ដាប់ដៃស្ដាំចុះគ្រាកបោះជង្គង់ឆ្វេងលោកអាចារ្យកណ្ដាលនិយាយចេញពេលលើកកាន់ទៅគៀបាទហើយលើហឺកិនកីឡាករចក្រភពអង់គ្លេសបាទជាមួយនឹងហងស្វានចន្ទសទ្ធីដើរចូលពីថៃលើហឺកិនតាពៀន5ទឹកដើរចូលរកមកចាក់ឆ្វេងដើរចូលពីថៃលើហឺកិននេះគាត់ទៅក្រោមអត់អីទេរំធាក់ឆ្វេងអត់អីទេអូលោកអញ្ញាកដាបាទលោកអញ្ញាកដានិយាយចេញបាត់ហើយពីឆ្ងាញ់ដល់តែធាក់ឆ្វេងទៅដើរចូលពីហឺកិនទៅទឹកនេះហើយដាច់កកជាប់បាទ5ទឹកពេញដល់សល់ប្រហែលនាទីទៀតដើរចូលពីហូកិននឹងដើរទៀតគាត់ជើងក្រោមកាប់កីឡាឆ្វេងទៅលុកឆ្វេងមកមួយហើយឆ្វេងទៀតពីហូកិនទៅដើរមកឆ្វេងទៅទៀតអូមួយអូដើរទៀតហើយហូកិនទៅចូលមកអូយបាទទឹកទី5 15ទឹកបាត់ហើយហូកិននេះកីឡាករប្រភេទក្បាច់បងប្អូនឆ្ងល់ថាហេតុអីបានជាបាទថ្ងៃសៅរ៍បងប្អូនរបស់យើងបានទស្សនាជាមួយនឹងសង្វៀនលំដាប់ពិភពលោក Extreme Cambodia គុណខ្មែរថ្ងៃអាទិត្យស្អែកនេះកុំភ្លេចណាយើងមាននៅសង្វៀនលំដាប់អន្តរជាតិមួយទៀតបាទ Super Warrior ដែលផ្សាយចេញពីក្រុងដូនកែវខេត្តតាកែវផងដែរបាទទាំងពីរសង្វៀននេះគឺឧបត្ថម្ភជាពិសេសផ្នែកមុខដោយក្រុមហ៊ុនខ្មែរ Beverages ម្ចាស់ពានសញ្ញានៃទឹកពិសាកម្ពុជារបស់យើងតតែម្ដងអរគុណចាស់លទ្ធផលបានមកដល់ហើយក្រហមឬខៀវឬក្រហមគណៈធិបតីជាទីគោរពអស់លោកស្រីអ្នកនាងកញ្ញាជាទីមិត្តត្រីបន្ទាប់ពីការប្រកួត5ទឹកពេញចៅក្រមសម្រាប់ឲ្យឈ្នះមិនឯកច្ឆន្ទទេចៅក្រមទី1សម្រាប់ឲ្យបន្ទុកកីឡាករបង្គោលក្រហម98កីឡាករបង្គោលខៀវ Tyler Hagen 97ចៅក្រមទី2សម្រាប់ឲ្យកីឡាករបង្គោលក្រហម99កីឡាករបង្គោលខៀវ96ចៅក្រមទី3សម្រាប់ឲ្យក្រហម98ខៀវ97ចៅក្រមទី4សម្រាប់ឲ្យបង្គោលក្រហម98បង្គោលខៀវ97ចៅក្រមទី5សម្រាប់ឲ្យបង្គោលក្រហម97កីឡាករបង្គោលខៀវ98អបអសាទរជ័យជំនះទីហ៊ានផ្នែកតាន់ហងសវណ្ណច័ន្ទសទ្ធីសូមជម្រាបអបអសាទរកីឡាករបង្គោលក្រហមហងសវណ្ណច័ន្ទសទ្ធីបាទហើយជាម្ចាស់ពានមាស Extreme Cambodia គុណខ្មែរខ្ញុំបានកិត្តិយសសូមការយ៉ាងគ្រប់ជើងលោកកិត្តិយសបន្តវេនអង្គវិរិយបាទផ្ដល់កិត្តិយសឡើងប្រកាន់វេទិកាសូមគោរពជ័យលោកអង្គសុខលៀបនាយកប្រតិបត្តិរបស់ក្រុមហ៊ុនហងមីគ្រប់ផ្ដល់កិត្តិយសឡើងប្រកាន់វេទិកាដើម្បីប្រគល់ពានមាសនិងទឹកប្រាក់ឧបត្ថម្ភលើកទឹកចិត្តជូនទៅកាន់ម្ចាស់ពានមាសហងសវណ្ណច័ន្ទសទ្ធីបាទហងសវណ្ណច័ន្ទសទ្ធីទទួលស្គាល់ណាបងអើយរឹងណាបាទមួយកែងចុងក្រោយនេះបើប្រហែសស្បែកគឺចប់សពគ្រប់ហើយហងសវណ្ណច័ន្ទសទ្ធីបាទសូមគោរពអញ្ជើញលោកកិត្តិយសបន្តវេនបាទប្រគល់ផ្លាកលើកទឹកចិត្តបាទរួមជាមួយនឹងពានបាទសូមគោរពអញ្ជើញបាទសូមគោរពអញ្ជើញលោកអង្គសុខលៀបនាយកប្រតិបត្តិរបស់ក្រុមហ៊ុនហងមីគ្រប់ប្រគល់បាទផ្លាកលើកទឹកចិត្តបាទសូមអញ្ជើញបាទសូមចូលរួមអបអរសាទរជូនម្ចាស់ពានមាស Extreme Cambodia គុណខ្មែរបាទសូមបញ្ជាក់ហងសវណ្ណច័ន្ទសទ្ធីទទួលបានតម្លៃពាន4លានរៀលហើយលោកអគ្គនាយកអង្គវិរិយបន្តវេនបាទគឺទទួលបានការឧបត្ថម្ភបន្ថែម1លានរៀលបន្ថែមទៀត
ជួនហងសវណ្ណចន្ទសធីអបអរសាទរ Extreme Fire Battle Championship ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter